សួរបងប្អូនទាំងអស់គ្នាជួបគ្នាមកកាន់វីដេអូថ្មីទៀតហើយវីដេអូនេះខ្ញុំនឹងធ្វើការចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាអំពីការប្រើប្រាស់រូបមន្ត SAM if និង SAM if មាន S នៅក្នុងកម្មវិធី Microsoft Excel អញ្ចឹងគឺបងប្អូនឃើញបញ្ជីឈ្មោះបុគ្គលិកនិងប្រាក់បៀវត្សបុគ្គលិកនេះអញ្ចឹងយើងនឹងប្រើប្រាស់រូបមន្ត SAM បាទដើម្បីបូកសរុបទៅលើការចំណាយសរុបនៃប្រាក់បៀវត្សបុគ្គលិកហើយយើងនឹងប្រើប្រាស់រូបមន្ត SAM if មាន S ដើម្បីបូកសរុបទៅលើការចំណាយបុគ្គលិកតែយើងកំណត់តែភេទស្រីទេបាទហើយយើងនឹងធ្វើការប្រើប្រាស់រូបមន្ត SAM if មាន S ដើម្បីបូកសរុបបាទការចំណាយបុគ្គលិកទៅលើភេទស្រីហើយទៅលើបុគ្គលិកដែលគាត់មានសញ្ញាបត្រ Bachelor Degree ឬ BA ហ្នឹងបាទអញ្ចឹងកុំឲ្យខាតពេលយូរបងប្អូនអាចអនុវត្តជាមួយខ្ញុំទាំងអស់គ្នាដើម្បីបូកសរុបទៅលើការចំណាយវិវត្តបុគ្គលិកទាំងអស់បងប្អូនអាចប្រើប្រាស់រូបមន្ត SAM ដំបូងបងប្អូនចុចសញ្ញាស្មើមកបាទហើយសរសេររូបមន្ត SAM ចូលបើកវាចុះហើយបងប្អូន select ទៅលើទិន្នន័យដែលបងប្អូនចង់បូកសរុបមកហើយចុច enter ជាការស្រេចដោយឡែកយើងនឹងធ្វើការបូកសរុបទៅលើការចំណាយប្រាក់បៀវត្សសរុបរបស់បុគ្គលិកប៉ុន្តែយើងនឹងជ្រើសរើសតែការចំណាយទៅលើបុគ្គលិកភេទស្រីទេអញ្ចឹងបងប្អូនអាចចុចសញ្ញាស្មើហើយចុចពាក្យ SAM if បាទបើកវាចុះហើយបងប្អូនអាចជ្រើសរើសទៅលើបាទជួរដែលបងប្អូនចង់ដាក់លក្ខខណ្ឌបាទអញ្ចឹងបងប្អូនអាចចុចទៅលើ page មកបាទហើយបងប្អូនចុចក្បៀស1ហើយចុចបើកគ្មានកណ្ដោ2ហើយបងប្អូនសរសេរពាក្យមកបាទ F នេះមានថាកន្លែង search យើងនេះយើងចង់បង្ហាញភេទស្រីបាទអញ្ចឹងខ្ញុំចុចសរសេរអក្សរ F នេះហើយខ្ញុំបិទគ្មានកណ្ដោ2វិញហើយខ្ញុំក្បៀស1ហើយខ្ញុំធ្វើការបូកសរុបទៅលើប្រាក់បៀវត្សទាំងអស់នេះបាទអញ្ចឹងខ្ញុំចុច enter បាទជាការស្រេចអញ្ចឹងជាលទ្ធផលការចំណាយសរុបទៅលើបុគ្គលិកភេទស្រីគឺ$3,400ក្នុងមួយខែអញ្ចឹងបន្តទៀតយើងនឹងធ្វើការប្រើប្រាស់រូបមន្ត SAM if មាន S ដើម្បីបូកសរុបការចំណាយបៀវត្សប្រចាំខែទៅលើបុគ្គលិកភេទស្រីហើយទៅលើបុគ្គលិកដែលគាត់មានសញ្ញាបត្រ Bachelor Degree ឬក៏ BA ហ្នឹងអញ្ចឹងជាដំបូងបងប្អូនអាចចុចសញ្ញាស្មើហើយចុចពាក្យ SAM if មាន S មកបាទហើយបើកវាចុះអញ្ចឹងបងប្អូនអាចចុចទៅលើ SAM rank បាទ SAM rank គឺចុចទៅលើកន្លែងប្រាក់បៀវត្សទាំងអស់នេះបន្តទៀតបងប្អូនក្បៀស1បន្តមកទៀតបងប្អូនអាចបាទជ្រើសរើសទៅលើជួរដែលបងប្អូនចង់កំណត់លក្ខខណ្ឌខ្ញុំកំណត់លក្ខខណ្ឌភេទសិនបាទបន្តទៀតខ្ញុំចុចក្បៀស1ហើយខ្ញុំបើកគ្មានកណ្ដោ2ខ្ញុំសរសេរ F ចូលគឺយើងកំណត់តែភេទស្រីទេបាទហើយបិទគ្មានកណ្ដោវិញខ្ញុំចុចក្បៀស1ទៀតហើយយើងធ្វើការជ្រើសរើសទៅលើបាទលក្ខខណ្ឌដែលយើងចង់កំណត់មួយទៀតមកទៅលើកម្រិតសញ្ញាបត្រខ្ញុំចុច select លើនេះមកបាទបន្តទៀតចុចក្បៀស1ហើយបងប្អូនអាចបើកគ្មានកណ្ដោ2រួចសរសេរ BA បាទ BA ហើយបិទគ្មានកណ្ដោវិញហើយបិទវងបញ្ចុះបងប្អូន enter ទៅលើបាទអញ្ចឹងមានន័យថាការចំណាយទៅលើបុគ្គលិកភេទស្រីហើយដែលមានសញ្ញាបត្រ Bachelor Degree ឬក៏ BA ហ្នឹងគឺ$2,500ក្នុងមួយខែអញ្ចឹងយើងនឹងធ្វើការផ្ទៀងផ្ទាត់ទិន្នន័យទាំងអស់គ្នាថាតើការបូកសរុបនេះត្រូវឬក៏ខុសអញ្ចឹងយើងទៅផ្ទៀងផ្ទាត់ទាំងអស់គ្នាអញ្ចឹងបុគ្គលិកភេទស្រី1 2បាទ3 4មាន4នាក់ហើយអ្នកដែលគាត់មាន DA មាន1 2ហើយឡែក2ទៀតអត់មានទេអញ្ចឹងយើងទៅមើលកន្លែងការបូកសរុបការចំណាយវិញ1,500បូកនឹង1,000 2,500អញ្ចឹងបើសិនបើយើងបូកដៃវារៀងពិបាកបើសិនបើទិន្នន័យច្រើនរៀងស្មុគស្មាញតែបងប្អូនអាចចេះប្រើប្រាស់រូបមន្ត SAM if មាន S ដើម្បីកំណត់លក្ខខណ្ឌដែលបងប្អូនចង់បូកសរុបវាមានភាពងាយស្រួលបាទអញ្ចឹងសម្រាប់វីដេអូនេះខ្ញុំធ្វើការចែករំលែករូបមន្ត3នេះសម្រាប់បងប្អូនយកទៅប្រើប្រាស់បាទហើយ
ហើយចុងក្រោយក៏អរគុណសម្រាប់ការទស្សនាវីដេអូបាទ